ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះយើងធ្វើការមកធ្វើសាកមែនការ៉ាតេវីស្រីដើម្បីបានសាកមែនការ៉ាតេវីស្រីគឺយើងត្រូវការធ្វើការទៅកោះអោពុនដើម្បីទៅកោះនៅក្រោមទឹកហើយនេះគឺជាកន្លែងដែលយើងត្រូវទៅកោះនៅក្រោមទឹកគឺយើងចូលទៅដើម្បីជិះកប៉ាល់ចូលទៅខាងក្រោមឥឡូវនេះយើងបានមកដល់កោះនៅក្រោមទឹកនេះហើយចឹងយើងធ្វើការរត់ទៅខាងស្ដាំដៃដើម្បីចូលទៅជួប NPC មួយដើម្បីធ្វើការ៉ាតេវីស្រីបានហើយនេះគឺជាកន្លែងចូលធ្វើការវាយបំបែកច្រកទ្វារមកនិងធ្វើការទៅកន្លែង NPC មួយដែលលាក់ខ្លួននៅទីនេះមុននឹងយើងធ្វើការ៉ាតេវីស្រីបានគឺយើងត្រូវធ្វើការ training ជាមួយនឹង NPC មួយនេះសិនឥឡូវយើងចាប់ផ្ដើមធ្វើការ training ជាមួយនឹង NPC នេះប៉ុន្តែដោយសារតែខ្ញុំបានធ្វើការ training ជាមួយវារួចម្ដងហើយអញ្ចឹងគឺខ្ញុំអាចធ្វើការ៉ាតេវីស្រីបានហើយការ training នេះយើងគ្រាន់តែធ្វើការវាយជាមួយនឹង NPC ទេឲ្យបានគ្រប់8ខ្សែក្បាលទៅគឺយើងធ្វើការ training ចប់ហើយយើងនឹងធ្វើការ៉ាតេវីស្រីបានទាំង3 skillឥឡូវបន្ទាប់ពីយើងធ្វើការ training ជាមួយវារួចហើយយើងធ្វើការមក upgrade ការសាកមែនការ៉ាតេវីស្រីរបស់យើងឥឡូវធ្វើការ up បានកន្លែងទី1ប៉ុន្តែកន្លែងទី2គឺខ្ញុំ up បានទេដោយសារមិនទាន់មាន paymentឥឡូវនេះយើងធ្វើការមកសាក skill ទី1របស់វាពេញតែឡូយជាងសាកមែនការ៉ាតេ V2 ដោយសារតែពេលយើងដាក់ skill ទី1របស់វាគឺមានត្រីឆ្លាមបុកទៅបង្កើនទៀតហើយនឹងឈឺជាងមុនដោយសារតែគេ update ថ្មីនេះគេបានធ្វើការបន្ថែម skill ឲ្យវាកាន់តែឈឺជាងមុននិងចាំមិនជាងមុនដូចនេះអ្នកទាំងអស់គ្នាអាចមើលបានថាវាឈឺកម្រិតណាហើយនឹងឡូយប៉ុណ្ណា